បងប្អូនគ្នាយើងមកអាប់ដេតនៅព័ត៌មានបន្តទៀតពីប្រទេសថៃពាក់ព័ន្ធទៅនឹងក្រមបាតកោនៅប្រទេសថៃបាទឬក៏យុវជននៅប្រទេសថៃនៅតែមិនពេញចិត្តទៅនឹងលទ្ធផលដែលគណៈកម្មការរបស់ថៃធ្វើការប្រកាសនោះទេបានន័យថាប្រជាជនថៃនៅខេត្តមួយចំនួនកំពុងតែបន្តតវ៉ាបាទយ៉ាងចាស់ដៃតែម្ដងនឹងស្នើឲ្យមានការរាប់ស្លឹកឆ្នោតសារថ្មីហើយអ្នកខ្លះនោះក៏មានការសនំពោថាបោះឆ្នោតសារថ្មីផងដែរបាទអញ្ចឹងបើយើងនិយាយអំពីស្ថានភាពនៅប្រទេសថៃវាក្តៅទៅហើយអាស្ថានភាពនៅព្រំដែនក៏ក្តៅអាស្ថានភាពនៅក្នុងប្រទេសរបស់ខ្លួនក៏ក្តៅហើយបើយើងនិយាយអំពីការចុះផ្សាយរបស់សារព័ត៌មានល្បីៗមួយចំនួនបានធ្វើការចុះផ្សាយថាប្រទេសថៃគឺជាប្រទេសដែលភ្ញៀវទេសចរមិនគួរទៅលេងដោយសារតែស្ថានភាពវឹកវរបាទនៅក្នុងប្រទេសអត់ចេះចប់អត់ចេះហើយអញ្ចឹងពាក់ព័ន្ធទៅនឹងការចុះផ្សាយបែបនេះយើងក៏បានឃើញលោកអនុទានធ្វើការចេញមុខមកនិយាយតបតវិញដែរថាប្រទេសថៃគឺជាប្រទេសដែលល្អភ្ញៀវទេសចរចង់មកលេងបាទជាឋានសួគ៌អញ្ចឹងទៅក៏ប៉ុន្តែបើយើងងាកត្រឡប់ទៅមើលឋានសួគ៌ដែលលោកអនុទានកំពុងតែលើកឡើងកំពុងតែនិយាយនេះបាទមែនឋានសួគ៌មែនមិនដឹងថាឋានសួគ៌នឹងបែរមុខទៅខាងណាទេស្ថានភាពនៅព្រំដែនកំពុងតែវឹកវរនៅក្នុងប្រទេសរបស់ខ្លួនកំពុងតែគេហៅថាវែងវាន់បោះឆ្នោតមិនដឹងថាអាណាជានាយករដ្ឋមន្ត្រីពិតប្រាកដហើយបើទោះបីជាបោះឆ្នោតចប់ទៅហើយប្រជាជនថៃមួយចំនួនក៏ចេញមុខមកតវ៉ាជាមួយនឹងការហៀបស្លឹកឆ្នោតហើយនេះបងប្អូនគ្នាប្រជាជនថៃច្រើនមែនទែនគឺចេញមុខបាទប្រតិកម្មតែម្ដងពាក់ព័ន្ធទៅនឹងប្រអប់បាទប្រអប់ដែលបោះឆ្នោតដោយប្រជាជនថៃហ្នឹងគឺមានភាពបាទมันប្រក្រតីក្នុងនោះផងដែរតំណាងក្រុមបាតកម្មមួយបានអនុញ្ញាតឲ្យមន្ត្រីលុបប្រអប់ឆ្នោតចេញពីតុលាការបាទនៅថ្ងៃប្រហ័សម្សិលមិញបន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតដែលហៅកាត់ថា EC បានបដិសេធការអំពាវនាវឲ្យមានការរាប់ឡើងវិញនៅក្នុងមូលដ្ឋានទី1ក្នុងនោះផងដែរមន្ត្រីរដ្ឋបាលរបស់មូលដ្ឋានរាប់សិបនាក់ចូលទៅកាន់តុលាការនៅស្រុកមឿងដឹកប្រអប់ឆ្នោតទៅកាន់សាលាក្រុងបាទឆាន់បូរីក៏ប៉ុន្តែមន្ត្រី EC បានសង្កេតឃើញមានប្រតិបត្តិការខណ្ឌសមាជិកបាទដែលជាសាធារណជនប្រមូលផ្ដុំនៅក្រៅតំបន់ដែលមានកខ្វក់ខណ្ឌដែលមន្ត្រីកាន់ប្រអប់បាទនឹងក្រុមបាតកោខ្លះស្រែកចោទប្រកាន់ពីបទឆោបោកជំរុញឲ្យផ្អាកសង្ខេបនៅក្នុងការផ្ទេរនោះផងដែរហើយអ្វីដែលសំខាន់អ្នកតំណាងរាស្ត្របន្ទាប់មកក៏បានជំរុញឲ្យវងមនុស្សនៅតែឲ្យបន្តស្ងៀមស្ងាត់ហើយការដកចេញហើយបានថាយើងប្រមូលផ្ដុំគ្នាទៅផ្ទះរៀងខ្លួនទៅអញ្ចឹងបងប្អូនមើលទៅនេះស្ថានភាពនៅប្រទេសថៃដែលលោកអនុទានតែនិយាយថាជាប្រទេសមួយល្អជាប្រទេសដែលមានសេដ្ឋកិច្ចល្អអីចឹងណាក៏ប៉ុន្តែបើឆ្នោតម្ដងហ្នឹងគឺវេទនាខ្លាំងមែនទែនបាទពីច្រើនគឺប៉អាវលឿងហើយនិងប៉អាវក្រហមគេហ្នឹងគឺមិនត្រូវគ្នាទេហើយការរាប់ស្លឹកឆ្នោតនៅក្នុងអាណត្តិនេះឃើញថាប្រជាជនថៃចេញមុខមកតវ៉ាខ្លាំងមែនទែនមិនមែនតវ៉ាបែបធម្មតាទេគឺបាទតវ៉ាស្ទើរតែពេញខេត្តទៅហើយខេត្តដែលមិនតវ៉ាហ្នឹងគឺជាខេត្តដែលពួកគេនឹងចង់ធ្វើសង្គ្រាមជាមួយនឹងកម្ពុជាភាគខ្ញុំអត់យល់ផងថាប្រជាជននៅតាមព្រំដែនរវាងកម្ពុជានិងថៃថាគាត់ចេះគិតអត់បិទព្រំដែនប្រវាក់រកស៊ីប៉ុណ្ណឹងហើយនៅនឹងទៅបោះឆ្នោតឲ្យលោកអនុទានដើម្បីបន្តបិទព្រំដែនជាមួយកម្ពុជាទៀតយីវាទៅជាអញ្ចឹងបងប្អូនគ្នាបាទអ្នកខ្លះជាពាក់ធនាគារអ្នកខ្លះវាន់កអ្នកខ្លះខ្ចីធនាគាររកស៊ីនៅតាមបន្តព្រំដែនបានលុយណាសងហើយឥឡូវទៅបោះឆ្នោតឲ្យលោកអនុទានទៀតហើយការបោះឆ្នោតបើយើងមើលទៅលើស្ថានភាពបោះឆ្នោតនៅប្រទេសថៃបាទព្រំដែនកម្ពុជានិងថៃអ្នកដែលរស់នៅជាប់ខេត្តហ្នឹងគឺបោះឆ្នោតឲ្យអនុទានសបាយម្ដាយមែនទែនបាទអត់ដឹងថាគោលបំណងគេយ៉ាងម៉េចទេបងប្អូនគ្នាអញ្ចឹងសម្រាប់ព័ត៌មានយើងចែកម្លែកតែប៉ុណ្្នឹងបើសិនជាមានការអាប់ដេតថ្មីទៀតយើងនឹងធ្វើការចែករំលែកទៅកាន់ប្រិយមិត្តពុកម៉ែបងប្អូនអរគ្នា